មិត្តភក្តិទាំងអស់យើងទាំងអស់គ្នាតែងតែជួបនឹងគ្រាលំបាកក្នុងជីវិតគ្រោះថ្នាក់ដែលមិននឹកស្មានការបាត់បង់មនុស្សជាទីស្រឡាញ់ឬការព្រួយបារម្ភមិនច្បាស់លាស់អំពីអនាគតជារឿយធ្វើឲ្យយើងមានអារម្មណ៍ថាបរាជ័យទាំងស្រុងនៅពេលបែបនេះតើយើងព្យាយាមយកឈ្នះលើបញ្ហាទាំងនេះដោយរបៀបណាមនុស្សខ្លះប្រហែលជាលងខ្លួនក្នុងស្រាល្បែងឬអ៊ីនធឺណិតខណៈពេលដែលអ្នកខ្លះទៀតជ្រើសរើសដកខ្លួនចូលទៅក្នុងរូងភ្នំឯកជនរបស់ពួកគេប៉ុន្តែដាវីតដែលយើងនឹងនិយាយអំពីថ្ងៃនេះគឺខុសគ្នានៅក្នុងគ្រាដ៏លំបាកនិងអស់សង្ឃឹមបំផុតគាត់បានស្រែកហាយទៅព្រះដោយបេះដូងទាំងមូលដាវីតបានសារភាពថានៅក្នុងគ្រាទុក្ខលំបាកខ្ញុំបានអំពាវនាវទៅព្រះអម្ចាស់ខ្ញុំបានស្រែកហាយទៅព្រះនៃខ្ញុំហើយពីក្នុងប្រាសាទរបស់ទ្រង់បានស្ដាប់សំឡេងខ្ញុំពីសាមយូអែល22:7ដូចអ្វីដែលខគម្ពីរនេះបានចែងព្រះមិនមែនជាអ្នកដែលនៅឆ្ងាយទេទ្រង់ជាអ្នកដែលស្ដាប់យ៉ាងយកចិត្តទុកដាក់សូម្បីតែសំឡេងធ្ងោតិចតួចរបស់យើងនៅពេលយើងឈឺចាប់ការសារភាពរបស់ដាវីតបង្ហាញព្រះហក្សដូចជាទ្រង់ហែកមេឃនិងធ្វើឲ្យផែនដីរញ្ជួយដើម្បីមកជួយគាត់នេះមិនមែនគ្រាន់តែជារូបភាពកំណាព្យឲ្យទេវាបង្ហាញពីបេះដូងដ៏កក់ក្ដៅរបស់ព្រះដែលត្រៀមខ្លួនជាស្រេចដើម្បីឆ្លើយតបទៅនឹងទុក្ខវេទនារបស់យើងហើយបេះដូងរបស់ព្រះនោះបានបង្ហាញយ៉ាងច្បាស់បំផុតនៅក្នុងព្រះយេស៊ូវគ្រីស្ទព្រះយេស៊ូវមិនដែលងាកចេញពីទុក្ខវេទនារបស់យើងទេផ្ទុយទៅវិញទ្រង់បានទទួលយកនូវការឈឺចាប់និងអំពើបាបទាំងអស់របស់យើងនៅលើឈើឆ្កាងហើយទ្រង់បានយកឈ្នះលើអំណាចនៃសេចក្តីស្លាប់ដោយការរស់ឡើងវិញនៅក្នុងព្រះយេស៊ូវភាពអស់សង្ឃឹមរបស់យើងមិនមែនជាទីបញ្ចប់ទេប៉ុន្តែជាការចាប់ផ្ដើមថ្មីនៅពេលដែលយើងនឿយហត់និងអស់កម្លាំងហើយហៅព្រះនាមរបស់ព្រះយេស៊ូវទ្រង់ស្ដាប់សំឡេងរបស់យើងហើយឆ្លើយតបជាមិនខាននៅពេលដែលយើងជឿជាក់និងពឹងផ្អែកលើព្រះយេស៊ូវយើងអាចទទួលបានកម្លាំងថ្មីនិងរស់នៅក្នុងជីវិតដែលជោគជ័យទោះបីជាក្នុងចំណោមគ្រោះមហន្តរាយទាំងអស់នៃលោកនេះក៏ដោយប្រសិនបើឥឡូវនេះអ្នកកំពុងមានអារម្មណ៍ថាត្រូវបានគេបង្ខិតបង្ខំនិងនឿយហត់សូមហៅព្រះនាមរបស់ព្រះយេស៊ូវដោយស្ងាត់ស្ងៀមទ្រង់នឹងស្ដាប់ជាមិនខានហើយនឹងលើកជីវិតរបស់អ្នកឡើងវិញ